ôi đi tố tập đọ ban 4K là lẹ 2Kទៀតហើយសាហាវមែនឌីតូមិនរើសអើងជំនាញ AI ទេកាលពី0ក៏អាចលុយបានដែរតម្លាក់ចូល KK ហ្មងណាបាទបងអញ្ចឹងបងបញ្ញាគាត់បានចែកម្លែកទៀតហើយតើតទៅនឹងក្រុមហ៊ុនឌីតូណាអញ្ចឹងឌីតូគឺដាក់ជំនាញចូលទៅវាធ្លាក់លុយលឿនហើយក៏ចែកចាយបានល្អដែរបងអញ្ចឹងបងដែលគាត់ចង់ធ្វើវីដេអូជាមួយ AI បងអាចសាកមើលជាមួយនឹងឌីតូបានដោយសារឌីតូវាអត់រើសដូចធូនខឬអីទេអញ្ចឹងអាចចែកជំនាញទៅគឺបានលុយដូចគ្នាហើយមាន content ID មានអី copyright បានដូចគ្នាបងហើយមេរៀននេះគឺខ្ញុំបានប្រាប់ពីដើមរហូតដល់ចប់ហើយបងអាចមើលនៅក្នុងវីដេអូនេះបានឃើញមានមេញ្ញាដែលគាត់ទៅចែកម្លែកហើយមេរៀនគាត់ក៏បានចែកម្លែកដែរតែឥឡូវខ្ញុំមកធ្វើមេរៀនតពីគាត់ណាអញ្ចឹងដើម្បីបងចុះឈ្មោះបានបងចុចតាម referral link របស់ខ្ញុំនេះគឺបងទទួលបាន$10ភ្លាមបន្ទាប់ពីបងចុះឈ្មោះអញ្ចឹងបងគ្រាន់ copy link ខ្ញុំយកមកផាសនៅក្នុង Chrome មកតបមកបងចុច enter មកបាទបន្ទាប់ដល់កន្លែងនេះបងចុច sign in ជាមួយ Google យើងណា sign in ជាមួយ Google DistroKid មួយគ្នាក៏បានដែរបងធ្វើបានដូចគ្នាតែគ្រាន់តែយើងកុំឲ្យមានបញ្ហាថ្ងៃក្រោយដាក់មក email មួយក៏បានដែរតែបើអត់មានទេដាក់ email ចូលគ្នាក៏បានដែរអត់ប៉ះពាល់គ្នាទេអញ្ចឹងបងចុចតាមហ្នឹងមកនេះវាចូលដល់កន្លែងទិញកម្រងហើយអញ្ចឹងខ្ញុំមកយកបងកន្លែងទិញកម្រងនេះបន្តិចកន្លែងទិញកម្រងនេះវាមាន2 plan អញ្ចឹង plan ទី1គឺទិញបានតែមួយអាទិត្យទេ$19ក្នុងមួយឆ្នាំបញ្ជាក់បងអាហ្នឹងគឺទិញជាគិតជាឆ្នាំអត់មានទិញគិតជាខែទេហើយចំពោះ$59នេះគឺទិញជា2អាទិត្យអញ្ចឹងយើងបាន2អាទិត្យហើយចំណាយតែ$59ទេបងហើយវាមាន content ID ទៀតអញ្ចឹងវាល្អជាង$19ណាអា content ID ហ្នឹងមានន័យថាគេយកបទយើងទៅផុសតឬក៏យកបទយើងទៅធ្វើជាវីដេអូជាអីអញ្ចឹងគឺយើងអាច claim copyright បានបើយើងអត់ទិញអា content ID ហ្នឹងទេគឺយើងអាច claim copyright ទេបងបាទអញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងបងចុច select plan ណាមួយមកនេះវាឲ្យយើងពេញហើយវីសាកាតលេខកាតអីចឹងណាហើយឈ្មោះហើយអាស័យដ្ឋានយើងដាក់មិនក៏បានដែរអត់អីទេឡើយហ្នឹងបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងឲ្យគឺថាបងអាចធ្វើបានហើយអញ្ចឹងចូលមកវិញឥឡូវខ្ញុំឧទាហរណ៍ខ្ញុំប្រាប់បងពីរបៀប release ប័ណ្ណចម្រៀងអញ្ចឹងខ្ញុំប្រាប់បងមួយទៀតនេះចុច copy link ខ្ញុំដាក់ក្នុង group ឬក៏ link ខ្ញុំដាក់នៅ description នៃវីដេអូដែលខ្ញុំបង្ហោះទៅហ្នឹងបងយកមកផាសអញ្ចឹងមកបង link តាមខ្ញុំមកគឺបងទទួលបាន$10ភ្លាមតែម្ដងបន្ទាប់ពីបងចុះឈ្មោះណាបាទនេះហើយកន្លែងនេះ royalty នេះកន្លែងដែលយើងត្រូវដាក់ bank បងតែយើងភ្ជាប់ bank តែឥឡូវវាអត់ឲ្យជើងមើលទេដោយសារយើងអត់តបានទិញឥឡូវខ្ញុំធ្វើវា free ឲ្យបងមើលសិនអូខេដើម្បីធ្វើបានយើងត្រូវបង្កើត artist មុនក៏បានដែរនេះបង្កើត artist សិនមកឲ្យវាងាយស្រួលពេលយើង release បទចម្រៀងទៅវាងាយស្រួលណាអញ្ចឹងបងអាចឆ្ងល់ឯណាបងអាចឆាតសួរខ្ញុំបន្ថែមទៀតខ្ញុំឲ្យមើលវីដេអូដែលរបៀប claim របៀបដាក់អីបន្តទៀតបងជួបតាក់តនឹង Ditto បាទឥឡូវខ្ញុំមកមើល plan នេះសិនខ្ញុំធ្វើ free សិនទេខ្ញុំមានធ្វើជាទឹកបង់បាន2ខែដែរហើយវាបានលុយកាក់សេនហ្នឹងបងវាអត់បានច្រើនមែនទេអូខេឥឡូវនេះឡើងដាក់ឈ្មោះអាទិអញ្ចឹងបងដាក់ឈ្មោះអាទិមកអាទិហ្នឹងបងនេះមើល plan នេះសិនឲ្យវាឲ្យយើងដាក់ plan តែយើងអាច select បានឥឡូវយើងអត់មាន plan បងមើលតាមហ្នឹងណាអូខេកន្លែងនេះកន្លែងរូបអាទិយើងអញ្ចឹងរូបអាទិយើងដាក់កន្លែងហ្នឹងអត់បញ្ហាទេយើងក៏ដូរបានរហូតទេនេះខ្ញុំឧទាហរណ៍រូបអាទិនេះមួយចុះយើងអាចដូរបានរហូតទេណាបងអត់បញ្ហាទេហ្នឹងតមកនេះ content ID នេះបងមាន YouTube ដែលដាក់លើ DistroKid នៅបើមានហើយបង copy ID យកមកដាក់មកដើម្បីឲ្យបទយើងចែកចាយបានលឿនហើយវាស្គាល់គ្នាបានលឿនអញ្ចឹងណានេះបើអត់ដាក់ទេក៏វាចាប់ឲ្យដែរបងក៏វា scan ឲ្យយើងដែរតែគ្រាន់តែយើងដាក់ទៅវាកាន់តែចែកចាយបទយើងកាន់លឿនទៀតណាបងបាទនេះហើយកន្លែង roll នេះបងដាក់ហើអីក៏បានដែរហើ roll ហើ artist អីបានដូចគ្នាទាំងអស់បងអត់អីទេកន្លែងនេះហើយ main core នេះវាបានហើបានដូចគ្នាដែរយើង select យកអីក៏បានដែរហ្នឹងអត់បញ្ហាទេសារនេះជា manager របស់យើងទេពេលយើងហើជំរៀងពេលក្រោយទៀតហ្នឹងបងពេល pop ហ្នឹងហើយប្រទេសបងស្រួលដកលុយដកអីយក Cambodia មកកុំឲ្យពិបាកដោយសារយើងធ្វើបត់នៅខ្មែរយើងយក Cambodia មកនេះប៉ុណ្ណឹងបង create មកហើយបល័យផ្សេងអត់ទាន់មានបងបាច់ដាក់ទេកុំឲ្យពិបាកអូខេអញ្ចឹងប៉ុណ្ណឹងបានហើយយើងចូលទៅដល់កន្លែង release ចម្រៀងចូលដល់ music ហ្នឹងបងនេះកន្លែង music ហ្នឹងបងចុចហ្នឹងមកហើយមានកន្លែងបូកនេះកន្លែង create release ហ្នឹងក៏បានចុចបូកក្រោមនេះក៏បានដែរបាទដល់កន្លែងនេះបងដាក់ចំណងជើងបទចម្រៀងណាឥឡូវខ្ញុំដាក់បទចម្រៀងឧទាហរណ៍មួយដាក់ខ្ញុំដាក់ជាឧទាហរណ៍ចំណងជើងបទចម្រៀងនេះដាក់ one solo អញ្ចឹងទៅបាទអូខេបន្តមកដល់កន្លែងនេះគឺយើងដាក់បទចម្រៀងបងនេះអាបទចម្រៀងនេះយើងខ្ញុំបញ្ជាក់បងអាហ្នឹងត្រូវតែ export ជា wave បងទៅបទយើងល្អនេះ MP3 ក៏បានដែរគ្រាន់តែថា store ពេលខ្លះ store វាអត់ទទួលទេ store ខ្លះ
ហើយឆ្ងល់ហើយបត់យើងមិនបានវាអត់ចែកចាយតែយើងដាក់ជា MP3 បងដល់កន្លែងនេះបងចុចនេះអាប់ឡូតកន្លែងហ្នឹងចុច next មកហើយកន្លែងនេះកន្លែងរូបនៅលើចំហៀងអញ្ចឹងរូបយើងគឺវាឲ្យដាក់ solution 1400នេះបើយើងដាក់លើសវាអត់ប្រវាអត់ឲ្យទេអញ្ចឹងបងត្រូវចូលក្នុង Photoshop កែវាមកនេះចុចដាក់ pixel 1400អាខាងក្រោម1400ដែរ create មកហើយយករូបយើងមកដាក់មករូបដែលយើងបានធ្វើពី AI មកហ្នឹងណាបាទនេះតបមកបងចុចពាក្យតាមខ្ញុំមកមួយតែខ្ញុំធ្លាប់ប្រាប់ម្ដងឥឡូវខ្ញុំធ្វើឲ្យលឿនទៀតបងមើលអត់តមិនអាច scope មើលបាននេះចុចចឹងមកឥឡូវនេះយក JPEG export ដាក់ទីតាំងណាមួយមកបងដាក់ឈ្មោះអូខេងាយស្រួលយើងចំណាំខ្លួនឯងណាបាទហើយចុចបូករូបភាពហ្នឹងមកបាទពេលវាពេញហើយបងចុចតាមខ្ញុំមកនេះចុច next ទៀតមកអូខេមកដល់កន្លែងនេះគឺឈ្មោះចំណងជើងប័ណ្ណចម្រៀងបងមើលថាខុសអាចកែបានទៀតទេអត់បញ្ហាទេកែបានរហូតទេនេះហើយខ្ញុំដាក់ថា remix ខ្មែរអញ្ចឹងទៅឧទាហរណ៍ណាបងហើយឈ្មោះនេះយើងដាក់ឈ្មោះរបស់ artist យើងឈ្មោះអីយើងដាក់ឈ្មោះហ្នឹងមកបើថា artist ខ្ញុំឈ្មោះ One Tech អញ្ចឹងអូខេក្រោមនេះ One Tech ដែរហើយឆ្នាំដាក់2026អញ្ចឹងត្រូវហើយបាច់កែទេបាទនេះមើលឡើងវិញប្រយ័ត្នខុសបងហើយអានេះយកតាមហ្នឹងមកនេះ label ថែមអ្នកច្រៀងបន្ថែមតែបើយើងមាន solo artist យើងមិន add អីញ៉ៃទេហ្នឹងតាមហ្នឹងមកហើយយើងរើសភេទប័ណ្ណចម្រៀងនេះប័ណ្ណជើងជាភេទប័ណ្ណ set ឬក៏ប័ណ្ណ hip hop ប័ណ្ណ rap ប័ណ្ណអីហ្នឹងបងមើលតាមហ្នឹងយកឲ្យGemini វាមើលឲ្យទៅថាប័ណ្ណយើងធ្វើមកជាប្រភេទប័ណ្ណអីឬក៏យើងបង្កើតជាប្រភេទប័ណ្ណអីដាក់រើសតាមហ្នឹងមកបងនេះសំខាន់second primary genre នេះវាសំខាន់ទេខ្ញុំដឹងខ្ញុំហៅត្រូវហ្នឹងបងអាចតាមមើលខ្លួនឯងមកអាហ្នឹងទី2យើងដាក់ page pop R&B ក៏បានអីចឹងបងហើយភាសានេះបើបត់យើងអង់គ្លេសយើងដាក់ភាសាអង់គ្លេសបត់ខ្មែរហើយភាសាខ្មែរបត់ចិនហើយភាសាចិនហ្នឹងបងទៅវាចែកចាយនេះអូខេអញ្ចឹងយើងមើលមកត្រូវអស់ហើយដល់កន្លែងខាងក្រោមនេះខ្ញុំនឹងប្រាប់បងនេះ artist ដែលយើងបានបង្កើតមុនហ្នឹងណានេះក៏ចុចបូកមកវាមានស្រាប់យើងអត់ចាំបាច់បង្កើតពីវិតង់ឲ្យយើងបង្កើតកន្លែងនោះហើយមកវាងាយស្រួលហើយយើងអាចស្ដាប់បទយើងមើលថាកន្លែងហ្នឹងយើងពេញចិត្តចង់បានកន្លែងហ្នឹងព្រោះអត់វាឲ្យ30 secondណាអាហ្នឹងចែកចាយលើ TikTok ចែកចាយលើ Facebook អីសម្រាប់វាចែកចាយទៅ30 second តែបទកន្លែងចែកចាយកន្លែងដែលតាក់ទាញបានហើយកន្លែង copyright holder នេះអាហ្នឹងកន្លែងហ្នឹងគឺឈ្មោះរបស់ artist យើងកន្លែងខាងក្រោមដូចគ្នាហើយអាពីរខាងក្រោម composer នេះខ្ញុំប្រាប់បងកន្លែងនេះបើយើងដាក់អត់ដក clear ទេវាអត់ឲ្យទេអញ្ចឹងដល់យើងដាក់ដក clear បងណានេះពីរហ្នឹងបើខាងក្រោមអត់ដក clear អត់អីទេអាពីរក្រោមអូខេអាពួកនេះបងហើមិនក៏បានដែរ guitar ក៏បានបាសក៏បាន DJ ក៏បានហើអីក៏បានដែរវាអត់ប៉ះពាល់ទេគាត់ថាយើងរើសមិនរើសចឹងរហូតទៅបងនេះហើយអាកន្លែងនេះយើង save មក data មកបាទបន្ទាប់មកយើងចូលដល់កន្លែងរើសថ្ងៃហើយរើសថ្ងៃនេះបងមើលតាមហ្នឹងថ្ងៃយើងចាប់ពីលឿងហ្នឹងគឺចំនួនដែលវាចែកចាយយើងចង់លើសហ្នឹងក៏បានដែរតែគាត់ថាចំណុចដែលលឿងហ្នឹងគឺវាចែកចាយអាហ្នឹងចំពោះ plan ធម្មតាណានេះចន្លោះពីប្រហែលថ្ងៃហ្នឹងវាអត់យូរចន្លោះទីមួយអាទិត្យអីហ្នឹងបងវាចែកចាយហើយឌីតូអត់យូរទេបើយើងទិញអា plan pro ទៀតវាអត់សូវយូរបងគឺចែកចាយលឿនមែនតើអូខេអញ្ចឹងនេះដល់កន្លែងទី4នេះ store select store នេះបង select all មកនេះវាមានច្រើនណា store ដែលធំអាចរលុយបានតែគ្រាន់តែវាអត់មាន content ID បងនេះបើយើងទិញអានេះទិញប្រចាំបតមួយបត$12អញ្ចឹងបងទិញកម្រងកដាលគឺវាមានឲ្យហើយយើងទិញ$59ណាវាមានហើយអញ្ចឹងគាត់បងគាត់ចុច next ទៅហើយចុចមកដល់កន្លែងនេះបងមើលនេះវាខុសអីវាលោតញ៉ាទៀនជាឃើញហ្នឹងបងអញ្ចឹងវាថាយើងនឹងខុសកូកាទី2វាអត់ឲ្យយើងចែកចាយទេអញ្ចឹងយើងចុចមើលកន្លែងទី2ញ៉ាទៀនហ្នឹងនេះបងឃើញទេអញ្ចឹងបងចុចមកលេខ2វិញមកវាមានកន្លែងខុសឲ្យនេះអញ្ចឹងបងមើលឈ្មោះនោះវាអាចថាខ្ញុំពេញខុសហើយខ្ញុំ save ខុសខ្ញុំសារថ្មីហើយខ្ញុំមក save វាឡើងវិញវា save ខាងស្ដាំដៃហ្នឹងបងនេះអា save metadata ហ្នឹងអាហ្នឹង save វាຕົកតែខ្ញុំមើលអីមួយសិនអូខេខ្ញុំ save ឡើងនេះមួយសិនមកទៅវាឲ្យបងណាខ្ញុំចុច next មកអត់មានអីទៀតទេញ៉ាញ់ next ទៀតឡើងនេះមានធ្វើអីទៀតចុច next ទៀតហើយបងចុច release មកនេះតែ release ហ្នឹងគឺហើយហើយបត់យើងគឺបានជោគជ័យ 100% ហើយហើយសារនេះខ្ញុំអត់តន់ទិញទេអញ្ចឹងខ្ញុំអត់តន់ release ទេកុំឲ្យប៉ះពាល់ដល់ account យើងតែថាយើងចាំទិញសិនចាំយើង release ព្រោះយើងចំណាយទៅបងបើយើងចង់បានលុយហើយវាចាប់ copyright យើងបានល្អយើងមានតែទិញវាបើយើងប្រើ free copyright យើងសោះបានល្អទេគេក៏អាចយកបទយើងទៅចែកចាយបន្តបានដែរអញ្ចឹងបងទិញ plan មួយណាល្អទិញតាមហ្នឹងមកហើយកន្លែងលុបវាស្រួលនេះចុចតែកន្លែងនេះ delete ហ្នឹង
គឺលុបបានហើយបាទអញ្ចឹងរបៀបចែកចាយចម្រៀងហើយរបៀបភ្ជាប់គឺមានតែប៉ុណ្្នឹងទេគឺ Ditto នេះគឺអត់មានពិបាកទេហើយចាំខ្ញុំចេញវីដេអូដាក់ set bank បន្តទៀតចែកចាយអ្នកនេះមើលហើយមានចម្ងល់អីអាចឆាតសួរខ្ញុំបានគឺ free ទេខ្ញុំអត់មានបានឆាចសេវាឆាយអីទេហើយបងណាអត់ចេះ set up អត់ចេះអីអាចពឹងឲ្យខ្ញុំ set up ឲ្យបានបាទនេះអញ្ចឹងដូចខ្ញុំបញ្ជាក់ភាសាទៀតអា content ID ឲ្យបាន2អាទិត្យកម្រងទី2ណាបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេអរគុណ